ធ្វើនេះម្នាក់ធ្វើនោះថ្ងៃនេះអ្វីដែលខ្ញុំញ៉ាំទាំងអស់គឺមានពណ៌ខៀវហើយអ្វីដែលគាត់ញ៉ាំទាំងអស់គឺមានពណ៌ក្រហមប៉ុន្តែចុងក្រោយយើងនឹងជ្រើសរើសម្ហូបឲ្យគ្នាចង់ដឹងថាអ្វីដែលគេជ្រើសរើសឲ្យនឹងយើងហ៊ានញ៉ាំអត់មិនស្រួលទេណាព្រោះម្ហូបទូទៅកុំមកណាគេប្រើពណ៌ខៀវឬក៏ពណ៌ក្រហមដិតអាហ្នឹងមានតែម្ហូបចម្លែកអញ្ចឹងពួកយើងក៏បានម្ដងម៉ានមួយហើយខ្ញុំក៏បានយកទឹក blue lemonade នេះមួយគាត់ក៏បានយកទឹកមួយដែរដែលមានពណ៌ក្រហមហ្នឹងខ្ញុំភ្លេចឈ្មោះបាត់ហើយមិនដឹងហ្នឹងទឹកអីគេហើយពួកយើងក៏បានយកកែវទឹកកក2ដើម្បីតែសាក drink ហ្នឹងនេះខ្ញុំជឿថាដឹងតែពណ៌ខៀវសុទ្ធវាមិនខៀវម៉ានទេនេះវាចូលលាងពណ៌ទឹកសមុទ្រដែរអូឡើងឈ្ងុយឥឡូវយើងភ្លក់ម្ដងឆ្ងាញ់ដែរប្រើបញ្ជូរយើងហ្នឹងមិនអែមអានេះវាផ្អែមតិចខ្ញុំគិតថា drink របស់ខ្ញុំនេះវាឆ្ងាញ់ដែរតែគ្រាន់តែថាបើសិនជាឲ្យខ្ញុំ rate គឺខ្ញុំឲ្យត្រឹម8លើ10សរុបទៅគឺខ្ញុំនៅចូលចិត្តពេលខ្ញុំទៅជីក្តៅហើយអញ្ចឹងញ៉ាំទៅថើមកតប៉ែនៅម៉ាត់គេចប់ខ្ញុំគិតថាខ្ញុំចង់រកនំប៉័ងពណ៌ខៀវសម្រាប់របស់ខ្ញុំក៏ប៉ុន្តែដោយសារតែនៅតាមផ្លូវបើសួរគេរកនំប៉័ងខៀវអានឹងគេថាយើងចម្លែកហើយមេឃមើលទៅដូចរកភ្លៀងទៀតពួកយើងក៏សម្រេចថាចូលទៅក្នុង mall កន្លងមាននំប៉័ងពណ៌ខៀវចូលមកគឺថាដូចចិត្តខ្ញុំហ្មងនំប៉័ងគឺសិតតែពណ៌បៃតងឲ្យមានពណ៌ខៀវលីងពួកយើងក៏បានសម្រេចគ្នាថាម្នាក់យ៉ាងតិចក៏ញ៉ាំបាន5មុខដែរអញ្ចឹងពួកយើងក៏បានចែកផ្លូវគ្នាដើម្បីទៅរកម្ហូបឬក៏របស់ញ៉ាំដែលមានពណ៌របស់យើងណាសពងគាត់ក៏បានយកក្រែមពណ៌ក្រហមមួយយកនំកញ្ចប់ស្ទៀវពណ៌ក្រហមនេះមួយចុងក្រោយមួយទៀតគឺយកមីពណ៌ក្រហមអញ្ចឹងសរុបទៅគឺ4មុខរបស់គាត់ហើយនៅសល់តែរបស់មួយទៀតខ្ញុំនឹងឲ្យគាត់ភ្លក់ចុងក្រោយហ្នឹងតែសម្រាប់ខ្ញុំវិញគឺរបស់ពណ៌ខៀវបាក់ហូរមែនតើដើមមួយថ្ងៃគឺឃើញតែមាន blueberry នេះមួយដែលវាមានពណ៌ខៀវអញ្ចឹងទៅខ្ញុំក៏បានយក blueberry ហ្នឹងមកហើយយើងទៅរកគ្នាវិញដើម្បីគិតលុយរបស់ទាំងអស់ហ្នឹងហើយសាកមកតង់សិនដោយសារដើមមួយថ្ងៃអស់ពេលយូរដែរហើយក្រែមញ៉ាំសិនដល់យូរពេលឥឡូវលាកតិចមិនញ៉ាំពេលចំហៀងទៅធម្មតាចឹងខ្ញុំបានអា blueberry នេះតែខ្ញុំយកមកមិញ blueberry USA the world's most flavorful blues អូខេ Mr. USA ខ្ញុំថាចង់យកមកតែ3 4 5គ្រាប់ផងព្រោះដោយសារខ្ញុំមកប្រឹងខ្ញុំញ៉ាំអីបើខ្ញុំមិនដែរតែញ៉ាំ blueberry ផងខ្ញុំញ៉ាំតែផ្លែ cherry វាឆ្ងាញ់ជាង blueberry និយាយច្រើនណា keep refrigerated rinse just before serving ឲ្យលាងអញ្ចឹងមានយកទៅលាងវាមិនដែរមកគ្រាប់កើតអីទេអូ not bad ឆ្ងាញ់ណាស់សពងគាត់គ្រប់របស់គាត់ហើយតែខ្ញុំនៅអញ្ចឹងខ្ញុំក៏បានជំនះហាត់ចង់ទៅក្រៅដើម្បីរកទិញបន្ថែមប៉ុន្តែគឺមានរឿងមួយកើតឡើងខ្ញុំខំថាអត់មានអីញ៉ាំនៅហ្នឹងយើងទៅរកញ៉ាំនៅក្រៅដល់ពេលឥឡូវក៏ចេញបរោភ្លៀងខ្លាំងបាត់ហើយសំខាន់ជិះម៉ូតូមកហងទៀតចុងក្រោយអស់ជំរឿនមានតែធ្វើមិនយកតែរបស់ណាដែរមានតែកញ្ចប់ពណ៌ខៀវនោះខ្ញុំក៏បានយកនំនេះមួយដែលវាមានកញ្ចប់ខៀវផងក្រហមផងខ្ញុំគិតថាត្រូវអីចឹងយកមកហ្មងទៅហើយក៏យកនំខ្មែរមួយទៀតនំខ្មែរអង្គរពណ៌ខៀវសុទ្ធហ្មងនំក្នុងប្រហែលជាមិនខៀវប៉ុន្តែកញ្ចប់ខៀវខ្ញុំក៏យកមកហ្មងទៅឃើញមេឃរៀងតិចក៏ហត់ចេញមកហើយកុំឲ្យភ្លៀងបន្ថែមទៀតប៉ុន្តែមុននឹងពេលដែលពួកយើងចេញមកហ្នឹងគឺពួកយើងបានទិញរបស់ដើម្បីឲ្យគ្នាសាករួចហើយដោយសារតែភ្លៀងញ៉ៃពេកពួកយើងក៏បានបន្តមកថ្ងៃទី2មីដែលខ្ញុំទិញសម្រាប់ហ្នឹងគឺខ្ញុំញ៉ាំនៅផ្ទះដោយសារតែបើខ្ញុំយកមកញ៉ាំនៅក្រៅគឺវាបែកញើសខ្លាំងព្រោះខ្ញុំចាញ់ហឹលដាក់មកកំប៉ុងនេះដូចដាស់អារម្មណ៍ឡើងវិញមកមើលឡើងក្រហមហើយផ្សំមិញអាពណ៌ក្រហមហ្នឹងគឺគុណនឹង2ទៀតចង់បើសិនតែខ្ញុំញ៉ាំនៅក្រៅគឺវាអត់ធ្លាក់ខ្លាំងអញ្ចឹងខ្ញុំសម្រេចចិត្តថាញ៉ាំនៅផ្ទះដោយសារផ្សំមិញពេលល្ងាចហ្នឹងយើងជិះម៉ូតូទៅមេឃវាភ្លៀងខ្លាំងពេកចូលខ្លួនទៀតយើងញ៉ាំលែងចូលបណ្ដោយព្រោះដោយសារតែសែតអញ្ចឹងខ្ញុំក៏បានយកនំដែលខ្ញុំទិញផ្សំមិញហ្នឹងយកមកញ៉ាំផ្អែមមកខាងឡើយម្ដងនំខ្មែរអង្គរយើងម្ដងអូយ packaging នេះលយមែនណាទិញមកដំបូងខ្ញុំថាហ្នឹងគ្រាប់ស្វាយចន្ទីដែរតែទៅបើមកឃើញនំនេះវិញនំនេះហ្នឹងអូយល់ហើយនំហ្នឹងគេធ្វើពីគ្រាប់ស្វាយចន្ទីតែនំយើងត្រូវដែរឥឡូវមកដល់ល្ងាចឡើងគឺពួកយើងត្រូវយករបស់ដែលយើងបានទិញឲ្យគ្នាហ្នឹងដើម្បីសាកអញ្ចឹងរបស់ដែលយើងទិញចុងក្រោយឲ្យគ្នាហ្នឹងគឺបឺតៅត្រីបានអាស៊ីបឺមែនទេតែនេះវាជាគេហៅប្រហិតត្រីតៅហ៊ូហើយក៏អត់ទៅចូលចិត្តញ៉ាំអាហ្នឹងទេវាមានរសជាតិហឹរទៀតមូលហេតុដែលខ្ញុំយកបឺហ្នឹងគឺដោយសារតែខ្ញុំគិតថាវាពិបាកញ៉ាំដែរហើយបើសិនជាទិញស្រួលពេកគឺវាអត់ល្អមើលចង់គេញ៉ាំបឺទៅទេមែនគាត់តែបឺឆ្ងាញ់ដែរមានអីឆ្ងាញ់ញ៉ាំទៅទេមិនចឹងដាក់អស់ញ៉ាំអស់លឿនផ្លាប់ឆ្ងាញ់ញ៉ាំទៅក្នុងព្រៃចង់ឲ្យបាត់ហៅស៊ីបឺបន្តិចតែឥឡូវដល់វិញខ្ញុំញ៉ាំបឺម្ដងវាចម្លែកដែរវាមិនដែលឃើញណាគេញ៉ាំបឺទៅហាងអូនកុំឲ្យគេបងសុំបឺមកប្រទេសតែខ្ញុំចង់អាហ្នឹងគ្រាន់តែផ្អែមផងមានស្អីទេឆិចយ៉ាងម៉េចយ៉ាងរសជាតិវាគ្រាន់ប្រៃធំក្លិនដោះគោប៉ុណ្ណាស៊ីទៅដូចទលាន់ណាមិនមែនវាអត់ឆ្ងាញ់ទេព្រមវាទលាន់ហ្មងឥឡូវដែរស៊ីទលាន់តោះឥឡូវគាត់ញ៉ាំអស់ពាក់កណ្ដាលចឹងចាប់ទុកថាគាត់ញ៉ាំចុះព្រោះនេះវាទលាន់តោះញ៉ាំមួយសរុបតាំងពីម្សិលមិញមកគឺពួកយើងបានញ៉ាំម្នាក់5មុខហើយទៅតាមពណ៌របស់យើងហ្នឹងអញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់ឲ្យពួកយើងធ្វើគេទៀតអាចខមមិននៅខាងក្រោមបានហើយកុំភ្លេចជួយ subscribe និង follow ពួកយើងផងជួបគ្នានៅវីដេអូក្រោយ